ជំរាបសួរថ្ងៃនេះដែលខ្ញុំបាននាំយករឿងមួយដែលជារឿងប្រវត្តិនៃឈ្មោះខេត្តបាត់ដំបងដែលដកស្រង់អំពីwebsite មួយដែលជា website ខ្មែរសង្ខេបរឿងថ្ងៃនេះដែលខ្ញុំក៏បានលើកយករឿងមកនិយាយបើសិនជាមានកំហុសខុសឆ្គងត្រង់ណាក៏សូមអ្នកគ្រូអធ្យាស្រ័យអភ័យទោសដល់រូបខ្ញុំបើតាមសិលាចារឹកថ្មប្រាសាទដែលយើងមាននឹងបានរកឃើញរហូតមកដល់សព្វថ្ងៃនៅក្នុងសម័យមុនអង្គរនិងសម័យអង្គរគេពុំបានឃើញឲ្យចែងឲ្យដឹងតើថាតើសម័យនោះមានភូមិស្រុកណាមួយដែលមានហៅឈ្មោះបាត់ដំបងនោះទេប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាឈ្មោះបាត់ដំបងមានប្រើឬនៅក្នុងសម័យនោះដែរប៉ុន្តែនៅក្នុងសម័យអង្គរនិងក្រោយសម័យអង្គរតាមឯកសារមហាបុរសខ្មែរបានប្រើឈ្មោះនោះបាត់ដំបងហេតុអ្វីបានជាហៅបាត់ដំបងប្រវត្តិសាស្ត្រសរសេរឡើងនៅលើសិលាចារឹកមិនបានឆ្លើយឲ្យដឹងឡើយគឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូដែលខ្មែរយើងយល់ថាគឺជារឿងកើតតាំងពីសម័យអង្គរដែលបានពន្យល់តាំងពីដើមហេតុដែលនាំឲ្យយើងហៅឈ្មោះបាត់ដំបងឬអូដំបងរីឯឈ្មោះព្រះដំបងគឺស្ដេចរាមាទី1កំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជាព្រះដំបងហើយរឿងប្រវត្តិសាស្ត្រឈ្មោះបាត់ដំបងក៏ចប់តែត្រឹមនេះសូមអធ្យាស្រ័យទៅដល់អស់លោកគ្រូអ្នកគ្រូដែលចេះខាងប្រវត្តិសាស្ត្របើខ្ញុំនិយាយខុសឆ្គងយ៉ាងណាក៏សូមអធ្យាស្រ័យ